យើងមករៀនតតងជាមួយនឹង Vue.js ទាំងអស់គ្នាអញ្ចឹងដើម្បីរៀនវាយើងសួរ AI ខ្លះទៅព្រោះយើងក៏មិនចេះទាំងអស់ដែរខ្ញុំក៏មិនចេះទាំងអស់ដែរបានតែម្ដងហើយហ្នឹងហើយគេមាន AI ឲ្យប្រើឲ្យយើងប្រើទៅយើងប្រើឲ្យមានប្រយោជន៍ចឹងណាគឺ copy paste យើងអត់បានគិតណាអាហ្នឹងគឺថាវាបញ្ហាចឹងនៅក្នុងនេះខ្ញុំបានបង្កើត folder មួយសម្រាប់បង្កើតនៅ view ខ្ញុំចូលមក comment ហើយខ្ញុំបង្កើតអញ្ចឹងយើងដឹងហើយថា view ឥឡូវវាដល់ view 3ហើយអញ្ចឹងយើងឲ្យ npm create with add latest យើងដាក់ឈ្មោះ project របស់យើងខ្ញុំដាក់ view project ចឹងទៅខ្ញុំ enter packet name ខ្ញុំយក view javascript no yeah ចឹងយើងធានដំបូងគឺយើងត្រូវបង្កើតនៅ project ឲ្យវាដើរសិនអូខេឃើញថា project យើងបង្កើតបានជោគជ័យហើយខ្ញុំសូមចូលទៅកាន់ folder project ខ្ញុំគឺ view project in cd view project enter អូខេអញ្ចឹងយើងបានបង្កើតនៅ project ហើយអញ្ចឹងដើម្បី run វាស្តៀងទៅនឹង React ដែរទេ npm run dev អូខេអញ្ចឹងនៅក្នុងនេះគឺយើងបានបង្កើតនៅ project បានហើយអញ្ចឹងអ្វីទាំងអស់គឺវា run នៅក្នុង file index នេះដែល file index ហ្នឹងវាចាប់យកនៅ app ហ្នឹងបានមកពីណានេះ main.js នេះ create app.mount app id app ហើយវាអាចទាញមុនដំបូងមានន័យថាអានេះវាទាញយកមកចូលនៅក្នុង main នេះតាមជានេះបន្ទាប់មកទៀតកន្លែងនេះគឺជា create app អូខេ create app នេះ app នេះហើយ mount app id នេះមានន័យថាវាប្រៀបបានដូចជាយកអា file main.js ហ្នឹងមកនៅក្នុងហ្នឹងហើយយើងអ្វីដែល run ទាំងអស់គឺវាស្ថិតនៅក្នុង index.html ហ្នឹងឯងអញ្ចឹងគ្រប់ component គ្រប់ page គ្រប់អីទាំងអស់គឺវា run នៅក្នុង index run តាម file ហ្នឹងគឺ index.html អញ្ចឹងឃើញថាយើងជាហ៊ានទី1គឺយើងបង្កើត project បានហើយយើងបង្កើតបានហើយអញ្ចឹងនេះគឺវាគឺជាជំហានដំបូងយើងត្រូវបង្កើតអញ្ចឹងអ្នកគ្នាត្រូវតម្លើង extension 3សម្រាប់សរសេរនៅ view នេះ vector នោះមួយហើយ view official ហើយ view 3 snippet នេះអញ្ចឹងអ្នកគ្នា down 3ហ្នឹងមកវាជំនួយដូចថាកន្លែងនេះ component កន្លែងនេះខ្ញុំលុបចោលអូខេយើងវាយតែប៉ុណ្្នឹងមកគឺវាចេញនៅ template view យើងហើយនេះឃើញទេអានេះវាគឺជាទម្រង់ view 2បើ view 3គេអត់ធ្វើចឹងឯងគេដាក់ set up នេះគេដាក់ set up ប៉ុណ្ណឹងមកយើងទៅសេអីនៅក្នុងនឹងបានហើយបើ view 3 view 2មួយហ្នឹងគឺបើយើងអត់ដាក់ set up ទេយើងត្រូវទី1យើងត្រូវដាក់ data export សិន export default អូខេកន្លែងនេះវាគឺយើងសម្រាប់សរសេរនៅ data តើណាយើងសរសេរក្នុង data ចំណែកឯ method ផ្សេងយើងទៅបង្កើតនៅក្នុង method នេះវាមានអញ្ចឹងយើងដាក់ឲ្យថា test អញ្ចឹងទៅអូខេហ្នឹងអាហ្នឹងគឺលក្ខណៈបែបហ្នឹងអញ្ចឹង data គឺវាស្ថិតនៅក្នុង
នេះហើយ method យើងបង្កើតនៅក្នុងនេះអញ្ចឹងទៅអាហ្នឹងគឺជាលក្ខណៈ view 2 អញ្ចឹង view 3 គឺវាមិនបាច់ចាំញ៉ៃអញ្ចឹងទេគ្រាន់តែយើងដាក់ set up គឺថាយើងដាក់ context smile អញ្ចឹងទៅឃើញគឺវាអត់ error ទេតែបើសិនខ្ញុំនេះចេញវាអត់ដែរប៉ុន្តែវាដូចវាអត់ធ្វើការពេលយើងទៅសេនៅក្នុងនេះ template តោះនេះអញ្ចឹងយើងបាច់តន់ detail ពេកទេចាំចូលវីដេអូមួយទៀតយើង detail យកមកនេះគ្រាន់តែជាចំណុចទី1យើងបង្កើត project ហើយយើងទៅឡើង extension ប៉ុណ្ណឹងទេហើយយើងយល់ដឹងពី structure folder របស់វាអញ្ចឹងណាក្នុង asset នេះភាគច្រើនគឺជាទុកនៅ folder image ឬក៏ style ឬអីហ្នឹងហើយ component សម្រាប់សេនៅ component ផ្សេងៗអញ្ចឹងទៅអញ្ចឹងវីដេអូនេះគឺវាតែប៉ុណ្្នឹងទេយើងរៀនជាមួយគ្នាបានប៉ុណ្្នឹង